ខ្ញុំចូលចិត្តហាមបងប្អូនប្រជាពលរដ្ឋទូទៅមិនឲ្យត្បាល់ត្រចៀកដោយសារតែនៅក្នុងមន្ទីរពេទ្យយើងរកឃើញថាមានបងប្អូនយើងជាច្រើនមុខមន្ទីរពេទ្យព្រោះតែមានការបង្ករោគនៅក្នុងរន្ធត្រចៀកជួនកាលមានអំបៅខ្ទុះបង្កដោយបាក់តេរីជួនកាលក៏បង្ករោគដោយពពួកមេរោគផ្សិតនៅក្នុងវីដេអូនេះវាគឺជាការបង្ករោគដោយពពួកមេរោគផ្សិតយើងមើលទៅកញ្ចុំដូចជាផ្កាដែលដុះនៅក្នុងព្រៃភ្នំអញ្ចឹងដែរដោយសារតែប្អូនប្រុសមានទម្លាប់ចូលចិត្តត្បាល់ត្រចៀកហើយគាត់ក៏មិនដឹងខ្លួនឯងដែរថាគាត់មានការបង្ករោគដល់ថ្នាក់នេះនៅក្នុងត្រចៀករបស់គាត់គ្រាន់តែចាប់អារម្មណ៍ថាហាក់ដូចជាមានអ្វីរង្គើនៅក្នុងរន្ធត្រចៀកជួនកាលក៏រមាស់ជួនកាលក៏ណែនហឹងថយចុះនឹងការស្ដាប់ឮបន្ទាប់ពីការបូមសម្អាតថ្នមដោយពុំមានការឈឺចាប់លាងសម្អាតត្រចៀករបស់គាត់ស្ថានភាពត្រចៀករបស់គាត់ក៏ប្រែមកល្អប្រសើរមួយរំពេចតែម្ដងសំណាងណាស់ដែលការបង្ករោគនេះមិនប៉ះពាល់ដល់ក្រដាសត្រចៀកជាសំណូមពរម្ដងហើយម្ដងទៀតសូមបងប្អូនទាំងអស់កុំត្បាល់ត្រចៀកកុំសម្អាតត្រចៀកផ្ដេសផ្ដាសនៅក្នុងត្រចៀករបស់យើងមានប្រព័ន្ធការពារនៅទីនោះស្រេចដើម្បីការពាររោគមិនឲ្យចូលទៅក្នុងរន្ធត្រចៀករបស់យើងនៅពេលដែលយើងសម្អាតរន្ធត្រចៀកដោយពុំមានវិជ្ជាជីវៈដូចយើងបំផ្លាញប្រព័ន្ធការពារយើងដែរដូចយើងសម្លាប់ទាហានដែលកំពុងតែការពារទឹកដីរបស់យើងដែរ